អារនសុស្ដីពេលព្រឹកបងប្អូនទាំងអស់គ្នានេះចង់ដឹងអត់នរណាគេដែលធ្វើឲ្យខ្ញុំថតវីដេអូផងអត់បានថតផងនេះកូនប្រុសរបស់ខ្ញុំហើយពេលខ្លះបងប្អូនអើយថតអត់ស្រួលខ្លួនក៏អត់បានថតដែរអញ្ចឹងឯងជីវិតរបស់មនុស្សស្រីដែលមានកូនគឺការងារខ្លះគឺយើងអត់អាចធ្វើដូចអ្វីដែលយើងចង់បានការដែលយើងនៅលាវទេបងប្អូនយើងត្រូវលះបង់ដើម្បីគ្រួសារ ហើយថ្ងៃនេះខ្ញុំនឹងមកចែករំលែកតាក់ទងទៅនឹងអ្នកដែលចង់ចិញ្ចឹមសត្វប៉ុន្តែអត់មានដើមទុននៅក្នុងការចិញ្ចឹមសត្វអញ្ចឹងខ្ញុំសូមយកបទពិសោធន៍របស់ខ្ញុំកន្លងមកបងប្អូនខ្ញុំក៏អត់មានដើមទុននៅក្នុងការចិញ្ចឹមសត្វដែរហើយនេះបងប្អូនដែលតាមដានខ្ញុំគ្រប់វីដេអូបងប្អូនគាត់ជិះមើលឃើញហើយថាការចិញ្ចឹមសត្វរបស់ខ្ញុំគឺខ្នាតទូទេទាំងដែលខ្ញុំរៀនចប់ផ្នែកការផលិតសត្វហើយក៏មានជំនាញនៅក្នុងការចិញ្ចឹមសត្វធ្លាប់ធ្វើការនៅក្រុមហ៊ុនផ្នែកសត្វមកដែរហើយនិយាយទៅគឺបងប្អូនដែលចង់ចិញ្ចឹមសត្វហើយអត់មានដើមទុនខ្ញុំណែនាំឲ្យបងប្អូនចិញ្ចឹមសត្វមាន់បងប្អូនមាន់ស្រែបងប្អូនគឺចំណាយដើមទុនតិចមែនតើនៅក្នុងការចិញ្ចឹមមាន់ស្រែគឺអត់ចំណាយលុយច្រើនទេបងប្អូនបងធ្វើអីនឹងបងធ្វើអីអូមើលគុណមាន់ស្លាប់ទៅរូនហ្នឹងបងអូទេ